បាទអញ្ចឹងចូលមកដល់កន្លែងនេះគ្រូយក file ពីខ្ញុំហើយយកគ្រូចូល copy ពេលដែលគ្រូ copy បានហើយគ្រូបើកកន្លែងយើងដែលខ្ញុំ copy ឲ្យហ្នឹងទៅអញ្ចឹងគ្រូចូលនេះចូលខាងក្រោមនេះបាទចូល file វា file database ហ្នឹងចុច2ដងទៅវាទៅពេលវាចេញឲ្យ white password ដាក់លេខ1បាទហើយចុច OK ហើយចុចពាក្យថា open អញ្ចឹងវា load ឲ្យយើងភ្ជាប់ទៅ database សាជាថ្មីយើងបង្ហាញទីតាំងនេះចុចលើទីតាំងទៅវាឲ្យយើងភ្ជាប់ database សាជាថ្មីប៉ុន្តែខ្ញុំភ្ជាប់ហើយវាចេញចេះបាទវាចេញដូចជានេះរបស់ខ្ញុំភ្ជាប់ចាស់នេះអញ្ចឹងខ្ញុំអត់មានបាក់ត្រូវភ្ជាប់ទេអញ្ចឹងគ្រូវាយកន្លែងនេះបាទគឺពាក្យសម្ងាត់បាទពេលដែលភ្ជាប់ហើយដូចខ្ញុំទៅវាយពាក្យសម្ងាត់ហ្នឹងគឺយើងវាយពាក្យ exam exam បាទ x e x a m ហើយពាក្យចូលបាទយកពាក្យចូលហើយពេលហ្នឹងវាលោតពាក្យ match បាទ match យើងយក OK ពេល OK វាឲ្យយើងលោតអញ្ចេះលោតបែបហ្នឹងបាទវាលោតបែបហ្នឹងហើយយើងចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងបាទចូលកាន់ប្រព័ន្ធគ្រប់គ្រងហើយយើងចូលជាបេក្ខជនហើយយើងចូលបាទយើងកំណត់អកុតដ្ឋានគឺនៅណាបាទគឺដូចថាសាលាគ្រូគឺអនុវិទ្យាល័យបាទអនុវិទ្យាល័យបាទទៅហើយអនុវិទ្យាល័យកោះកណ្ដាលណាចេះបាទយើងរកវាទៅអនុវិទ្យាល័យកោះកណ្ដាលឃើញនេះបាទកោះឯកកោះកណ្ដាលបាទយើងកំណត់អកុតដ្ឋានហើយបាទយើងចូលគ្រប់គ្រងឈ្មោះទី9បាទដល់ពេលយើងចូលគ្រប់គ្រងឈ្មោះទី9ហើយវាលោតបែបហ្នឹងយើងចូលបញ្ចូលឈ្មោះបេក្ខជនថ្មីបាទហើយវាលោតបែបនេះបាទអញ្ចឹងយើងដាក់ទៅបេក្ខជនឈ្មោះអីហ្នឹងដាក់ពេញកន្លែងនេះចូលទៅហើយបំពេញភេទបាទភេទទៅហើយថ្ងៃខែកំណើតនេះគ្រូដាក់ជាឡាតាំងមិនមែនដាក់លេខ1លេខ2ឡាតាំងទៅថាខែម៉ានដាក់ជាលេខហើយបៀសវាទៅមកថា0បៀស1 2ចឹងមកបៀស3ចឹងទៅណាអញ្ចឹងអានេះគ្រូត្រូវសេរីវាធ្វើម៉េចដូចម៉ោងរបស់កុំព្យូទ័រហ្នឹងហើយភេទអីយើងដាក់ខ្មែរហ្នឹងហើយយើងមិនបាច់សេរីទេនេះសំខាន់កន្លែងនេះឈ្មោះពុកហើយនឹងមុខរបររបស់គាត់មុខរបរយើងមានកន្លែង select ហើយប្រូតាមទៅឈ្មោះម្ដាយហើយមុខរបរហើយបានយើងរក្សាទុកពេលរក្សាទុកទៅបាទប៉ុន្តែខ្ញុំរក្សាទុកហើយខ្ញុំម្ដងហើយខ្ញុំជិលបង្ហាញទៀតបាទអញ្ចឹងប៉ុណ្្នឹងហើយបាទ